បុរសម្នាក់នេះគាត់នៅបង្ហាញឲ្យអ្នកបានឃើញអំពីរឿងសម្ងាត់មួយហើយវាគឺជាវិធីដែលល្អបំផុតដើម្បីបែងចែកអ្នកឈ្នះចេញពីអ្នកចាញ់ភ្លាមគាត់ក៏និយាយចេញមកថាខ្ញុំមានលុយ$20នៅក្នុងដៃមានអ្នកណាគេចង់បានអត់នារីម្នាក់បានលើកដៃយ៉ាងលឿនមុនគេបន្ទាប់មកនាងក៏បានទៅយកលុយនោះហើយក៏និយាយថាអរគុណមុននឹងនាងដើរចេញមកវិញគេក៏បានខាត់នាងទុកឈប់សិនកុំអត់ទៅតើអ្នកមានឈ្មោះអ្វីខ្ញុំឈ្មោះថា Deadby នាងបានធ្វើអ្វីដែលមនុស្សក្នុងបន្ទប់នេះគេមិនធ្វើគឺនាងងើបឡើងហើយអនុវត្តវាតែម្ដងជាច្រើនលើកច្រើនសារយើងអង្គុយចាំយើងស្រមៃយើងមានក្តីសង្ឃឹមយើងដាក់គោលដៅយើងបន់ស្រន់យើងតាំងសមាធិអ្វីដែលធ្វើទាំងអស់នោះមិនមែនថាវាមិនសំខាន់ទេតែវាគ្រាន់តែជាចំណែកមួយនៃដំណើរការតែប៉ុណ្ណោះដល់ថ្ងៃមួយបើសិនជាឱកាសល្អនោះចូលមកហើយបើអ្នកនៅតែគិតនៅតែរងចាំមិនអនុវត្តវានោះទេអ្នកនឹងនៅតែអង្គុយកន្លែងដដែលហើយលុយ$20នោះអ្នកក៏មិនអាចបានវាដែរបើនិយាយឲ្យងាយៗទៅអត្ថន័យនៃវីដេអូខ្លីមួយនេះគឺចង់បង្ហាញឲ្យយើងដឹងថាច្បាស់ណាស់មុននឹងធ្វើអ្វីមួយគឺយើងត្រូវតែគិតតែបើចង់ឃើញលទ្ធផលគឺយើងត្រូវអនុវត្តវាភ្លាមតែម្ដងអូខេក្មេងជនបទអភិវឌ្ឍខ្លួនចង់ធ្វើអ្វីប្រញាប់ធ្វើទៅកុំនៅគិតយូរពេកពេលវេលាដើរលឿនណាស់ស៊ូទាំងអស់គ្នាត្រូវធ្វើថ្ងៃនេះឲ្យល្អជាងថ្ងៃម្សិលមិញ